Fanយើងមកបន្តសាច់រឿងរបស់យើងទៀតនៅពេលនេះតួស្រីយើងនៅពេលដែលបានឮប្តីរបស់គាត់និងប្អូនស្រីរបស់គាត់និយាយនោះនាងពិតជាឈឺចាប់ណាស់នាងក៏បាននិយាយថាលោកជីតើអ្នកមានដឹងទេនៅពេលដែលអ្នកប្រឆាំងអ្នកគ្រប់គ្នាហើយសុំខ្ញុំរៀបការតើអ្នកមានដឹងទេថាខ្ញុំនេះសប្បាយចិត្តប៉ុណ្ណាប៉ុន្តែហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំនេះរងទុក្ខទាំងអស់អ្នកទាំងអស់គ្នាបានធ្វើទង្វើនេះមកលើខ្ញុំមិនអាចអនុញ្ញាតអត់អន់ទោសឲ្យអ្នកបានទេអ្នកនិយាយបណ្ដារត់ដួលបណ្ដាឈឺចាប់ខ្លាំងពេករត់មិនទៅមុខនោះទេនៅពេលនោះនាងក៏បានសម័យឃើញស្ដាប់ឮរឿងរ៉ាវប្តីនាងលោកជីបានសម្បែកកូនអ្នកនាងស៊ីរ៉ូក៏បាននិយាយថាខ្ញុំបាននិយាយហើយថាកុំនិយាយពីការចាប់ពន្រត់របស់ស៊ីនីនីកាលពី7ឆ្នាំមុនទៀតបន្ទាប់ពីលោកជីបាននិយាយគំរាមនាងហើយនោះនាងពិតជាភ័យខ្លាចលោកជីនេះធ្វើបែបនាងក៏បានយកដៃដល់ទន់ភ្លន់របស់នាងនេះទៅស្ទាបអង្អែលលោកជីក៏និយាយថាអាជីខ្ញុំដឹងថារយៈពេល7ឆ្នាំមកនេះអ្នកធ្វើបាបក្មេងស្រីឆ្លូតត្រង់ម្នាក់ខ្ញុំតែងតែមានអារម្មណ៍ថាមានកំហុសនោះហើយគឺជាមូលហេតុដែលខ្ញុំតែងតែមើលថែនាងយ៉ាងល្អបន្ទាប់ពីរៀបការដើម្បីបង្កាត់កំហុសរបស់អ្នកបើមិនដូច្នេះទេអ្នកសម្លាប់ខ្ញុំឲ្យខ្ញុំធ្វើការកែប្រែស៊ីនីនេះទោះជាយ៉ាងណាខ្ញុំនឹងមិនបន្ទោសអ្នកទេខ្ញុំបានប្រគល់បេះដូងនិងរូបរាងកាយឲ្យអ្នកតាំងពីយូរយារណាស់មកហើយបន្ទាប់ពីនាងនិយាយដូច្នេះរួចលោកលូជីគាត់ក៏បានរលែងដៃរបស់គាត់ចេញពីករបស់អ្នកនាងស៊ីរ៉ូបន្ទាប់មកលោកលូជីគាត់ក៏បានលូកដៃទៅចាប់ដៃអ្នកនាងស៊ីរ៉ូហើយក៏បានអង្អែលដៃអ្នកនាងស៊ីរ៉ូក៏និយាយថាខ្ញុំបានផ្ដល់ឲ្យអ្នកជាច្រើនប្រសិនបើអ្នកមិនខ្លាចការត្រឡប់មកវិញរបស់គាត់កាលពី7ឆ្នាំមុនអ្នកអនុញ្ញាតឲ្យខ្ញុំចាប់គាត់រៀបការប៉ុន្តែតើខ្ញុំអាចរៀបការជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់ដោយរបៀបណាបន្ទាប់ពីលោកលូជីនិយាយដូច្នេះហើយអ្នកនាងស៊ីរ៉ូគាត់ក៏បានយកដៃដ៏ទន់ភ្លន់របស់គាត់នេះអង្អែលលោកលូជីតែម្ដងលោកលូជីក៏បានប្រាប់អ្នកនាងស៊ីរ៉ូថាខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់គេក៏បានបឺតមាត់គ្នាតែម្ដងយើងងាកមកមើលខាងតួស្រីយើងនេះវិញគាត់បានសម័យចាប់ហើយគាត់ក៏បានក្រោកឡើងមើលទឹកមុខរបស់គាត់ដូចជាកាត់ចិត្តបានគាត់ក៏បានពង្រឹងស្មារតីរបស់គាត់នេះមិនអាចខូចចិត្តបន្តទៀតទេគាត់ក៏បានទាញទូរស័ព្ទទេទៅមនុស្សម្នាក់គាត់ក៏បាននិយាយថាបងប្រុសស៊ូខ្ញុំសូចចិត្តចូលរួមការជ្រាវជ្រាវសិក្សាដែលអ្នកបានលើកឡើងស៊ូគាត់ក៏បានឆ្លើយថាពិតជាអស្ចារ្យខ្លាំងណាស់ប៉ុន្តែការជ្រាវជ្រាវនេះគឺជាគម្រោងសម្ងាត់មួយចាំបាច់ត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយពិភពខាងក្រៅទាំងស្រុងក្នុងរយៈពេល3ឆ្នាំតែអ្នកពិតជាបានគិតអំពីវាមែនទេបន្ទាប់មកតួស្រីយើងក៏បានសម័យឃើញនៅពេលដែលប្តីរបស់គាត់នេះនិយាយគាត់មិនដែលស្រឡាញ់នាងនោះទេនាងក៏បានឆ្លើយតបទៅលោកស៊ូវិញថាខ្ញុំគិតអំពីវាខ្ញុំនឹងចូលរួមធ្វើវាបន្ទាប់ពីនាងនិយាយចប់នាងក៏បានដាក់ទូរស័ព្ទចុះក៏បាននិយាយថាលោកជីតាំងតែពីអ្នករស់នៅជាមួយខ្ញុំតើអ្នកវេទនាខ្លាំងណាស់មែនទេនោះខ្ញុំនឹងបំពេញបំណងរបស់អ្នកលើកនេះនាងនិយាយបណ្ដើនាងក៏បានលុបរូបភាពដែលនាងបានថតជាមួយគ្នាទាំងអស់ហើយនាងក៏បាននិយាយទៀតថានាងមិនត្រូវការលោកលូជីទៀតទេ